ជំរាបសួរប្រិយមិត្ត Facebook ជាទីមេត្រីថ្ងៃនេះខ្ញុំបាទសូនរ៉ូបណ្ឌិតវិទ្យាសាស្ត្រនយោបាយហើយជាអតីតជំនួយការរបស់នាយករដ្ឋមន្ត្រីហ៊ុនសែនសូមបង្ហាញមុខជាថ្មីម្ដងទៀតហើយជាបឋមនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយជំវិញព្រឹត្តិការណ៍ថ្មីបំផុតដែលទៅកើតមានឡើងគឺការប្រើប្រាស់អំពើហិង្សាមកលើក្រុមដង្ហែយុទ្ធនាការបោះឆ្នោតរបស់គណៈបកសង្គ្រោះជាតិនៅទីក្រុងភ្នំពេញនេះឯងដែលនៅជិតផ្សារដើមថ្កូវហើយដែលមានយុវជនខ្លះដែលបានគប់ដុំថ្មក៏ដូចជាបាញ់បោះទៅលើបាញ់បោះដើម្បីគំរាមកំហែងទៅលើក្រុមដែលហៅធ្វើឃោសនាបោះឆ្នោតនេះយុទ្ធនាការបោះឆ្នោតនេះគឺជាអំពើមួយដែលគួរឲ្យថ្កោលទោសក៏ប៉ុន្តែខ្ញុំបានមើលឃើញថារូបភាពអំពើនេះគ្រាន់តែចេញមកពីគំនិតរបស់បុគ្គលនេះមិនមែនជាមានមនុស្សណានៅពីក្រោយខ្នងដើម្បីបញ្ជាឲ្យធ្វើអញ្ចឹងទេខ្ញុំឃើញគឺថាជាបុគ្គលក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដីយើងត្រូវតែសូមឲ្យអាជ្ញាធរផ្ដន្ទាទោសជននោះហើយទោះជាក្នុងហេតុផលណាក៏ដោយក៏ជននោះត្រូវតែមានទោសពីព្រោះគាត់ជាមនុស្សបានបាញ់បោះដោយសេរីបើបាញ់បោះសេរីគឺមានទោសហើយចឹងហើយខ្ញុំយល់ថាគួរតែអាជ្ញាធរចាត់វិធានការមឹងម៉ាត់ក៏ប៉ុន្តែក្នុងព្រឹត្តិការណ៍នេះដែរខ្ញុំបានយល់ថាយុវជនយើងមានប្រតិកម្មល្អណាស់យុវជននៃចលនាសង្គ្រោះជាតិប្រតិកម្មល្អណាស់គឺមឹងម៉ាត់នៅត្រង់ថាយើងតាមពាត់ផ្ទះនឹងតាមចាប់ជននឹងឲ្យតល់តែបានបាទយើងមឹងម៉ាត់យើងមិនឲ្យជនដែលធ្វើអំពើបន្ទុះសារាយមកលើក្រុមនៃគណៈបកសង្គ្រោះជាតិនេះអាចរួចខ្លួនបានទេអានឹងជាចំណុចល្អហើយចំណុចល្អវិសេសវិសាលលើនឹងទៀតយើងមិនយកកំហឹងទល់នឹងកំហល់មានន័យថាយើងមិនប្រើអំពើហិង្សាដើម្បីធ្វើបាបចំពោះជនដែលដៃដល់នេះជាចំណុចល្អខ្លាំងណាស់ពីព្រោះហេតុថាអំពើហិង្សាវានឹងនាំឲ្យមានបញ្ហាច្រើនណាស់ជាពិសេសក្នុងកលៈទេសៈដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់តែឃើញមានអំពើហិង្សាគាត់នឹងចេញសារឬក៏ធ្វើការចោទប្រកាន់ភ្លាមថាណ៎ឃើញទេហ្នឹងហើយគណៈបកសង្គ្រោះជាតិនឹងមិនទាន់បានអំណាចផងចាប់ដើមចេះប្រើអំពើហិង្សាចេះប្រើការគំរាមកំហែងគ្រប់បែបយ៉ាងចឹងហើយចុះបើថ្ងៃណាជាប់ឆ្នោតអាចនឹងមានបញ្ហាផ្ទុះអំពើហិង្សាសងសឹកឬក៏អំពើធ្វើរហូតដល់ដែលគាត់និយាយគម្រាមជានិច្ចគឺថាអាចមានសង្គ្រាមនឹងឯងចឹងហើយគឺប្រតិកម្មរបស់យុវជនបានបង្ហាញនូវភាពស៊ីវិល័យមួយបានបង្ហាញនៅឃើញថាយើងមានភាពថ្លៃថ្នូរមឹងម៉ាត់តែថ្លៃថ្នូរយើងមិនយកអំពើហិង្សាឆ្លើយតបជាមួយនឹងអំពើហិង្សាទេយើងរក្សាឲ្យបានភាពសេចក្តីថ្លៃថ្នូរនៃចលនាសង្គ្រោះជាតិគឺចលនាមួយដែលកំពុងតែមានព្រៀបឈានទៅដណ្ដើមជ័យជំនះនាខែកក្កដាថ្ងៃ28ខាងមុខនេះដែរអញ្ចឹងជាចំណុចមួយសំខាន់ចំពោះបញ្ហាថ្ងៃនេះខ្ញុំសូមលើកឡើងអំពីរឿងគណៈកម្មការរៀបចំការបោះឆ្នោតនេះដែលគេហៅអក្សរកាត់ថាកោជបហើយក៏មានបងប្អូនយុវជនខ្មែរជាច្រើនក៏បានផ្ញើសំណួរមកខ្ញុំដើម្បីសួរជំវិញការបោះឆ្នោតនេះដែលមានកង្វល់ច្រើនជាងគេគឺជំវិញរឿងការលួចបន្លំសិលឹកឆ្នោតការអនុញ្ញាតឲ្យជនអន្តោប្រវេសន៍បរទេសខុសច្បាប់ចូលមកបោះឆ្នោតហើយមានសំណួរមួយជាពិសេសបងប្អូនកម្មករខ្មែរនៅកូរ៉េនិងនៅថៃដែលបានសួរខ្ញុំថាគេចង់ចូលរួមបោះឆ្នោតតើគេត្រូវធ្វើយ៉ាងម៉េចខ្ញុំសូមជម្រាបថាតាមច្បាប់បោះឆ្នោតតើតែយើងបានចុះឈ្មោះបោះឆ្នោតបានយើងអាចបោះឆ្នោតបានអញ្ចឹងបងប្អូនបើមិនទាន់បានចុះឈ្មោះបោះឆ្នោតទេសូមបីបងប្អូនមានឆន្ទៈមានទឹកចិត្តក្នុងការចូលរួមក៏មិនអាចចូលរួមបានដែរមានតែវិធីមួយយ៉ាងទេបងប្អូនបើសិនមានឱកាសមានលទ្ធភាពអាចធ្វើដំណើរមកប្រទេសបើមិនបានចូលរួមបោះឆ្នោតបងប្អូនចូលរួមក្នុងការធ្វើសង្កេតការទៅតាមការិយាល័យបោះឆ្នោតហើយចំណុចនេះខ្ញុំនឹងជម្រាបនៅពេលក្រោយហើយអញ្ចឹងចំពោះបញ្ហាកោជបនេះខ្ញុំក៏ឃើញដូចជាមតិសាធារណមតិជាតិនិងអន្តរជាតិដែរគឺថាកោជបនេះគឺជាកន្លែងមួយដែល
មានភាពលំអៀងខ្លាំងណាស់យើងគ្រាន់តែមើលសមាជិកមេដឹកនាំរបស់កោជបយើងដឹងហើយលោកអ៊ំសួស្ដីគឺជាណាលោកអ៊ំសួស្ដីគឺជាបងប្អូនបង្កើតរបស់លោកអ៊ឹមសិទ្ធីដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអប់រំរបស់រដ្ឋាភិបាលលោកហ៊ុនសែនហើយជាមនុស្សជិតស្និទ្ធណាស់ជាមួយលោកហ៊ុនសែននោះហើយលោកអ៊ឹមសួស្ដីពីដើមគឺជាប្រធានសមាគមយុវជនកម្ពុជាដែលជាអង្គការដ៏យុវជនរបស់គណៈបកប្រជាជនកម្ពុជាសម័យរដ្ឋកម្ពុជានឹងឯងបើយើងប្រៀបធៀបគាត់ដូចជាលោកសួនសុភ័ណ្ឌចឹងដែរសួនសុភ័ណ្ឌគឺជាប្រធានចលនាយុវជនរបស់គណៈបកសំរងស៊ីអញ្ចឹងយើងដឹងហើយភាពសកម្មណាស់បានធ្វើជាប្រធានចលនាយុវជនបានអញ្ចឹងយើងឃើញថាលោកអ៊ំសួស្ដីមានតួនាទីក្នុងមជ្ឈដ្ឋានដឹកនាំកម្ពុជារបស់គណៈបកប្រជាជនផងហើយសមាជិកនៃកោជបនេះទៀតក៏សុទ្ធតែចេញមកពីក្រុមសមាគមយុវជនរបស់គាត់នឹងមានច្រើនណាស់អញ្ចឹងហើយយើងឃើញថាគ្រាន់តែក្បាលម៉ាស៊ីននេះគឺជាមនុស្សដែលមិនធំតែប្រូគណៈបកប្រជាជនទេគឺមនុស្សដែលមានឥទ្ធិពលនៅក្នុងគណៈបកប្រជាជនទៀតផងអញ្ចឹងហើយការដោះស្រាយការធ្វើកិច្ចការបោះឆ្នោតនេះចង់ឬមិនចង់តែងតែមានភាពលំអៀងដោយច្រើនវិធីណាស់ហើយថ្ងៃនេះខ្ញុំសូមការអនុញ្ញាតដើម្បីលើកឡើងនៅវិធីនៃការហៅថារោគបំបែកសម្លេងឬក៏កាត់បន្ថយសម្លេងឆ្នោតរបស់គណៈបកប្រឆាំងតើគេធ្វើតាមរបៀបណាទី1គេប្រើច្បាប់វិធីដោយស្របច្បាប់តែម្ដងឧទាហរណ៍ឆ្នាំ1998ពេលនោះកោជបអនុញ្ញាតឲ្យគេចុះឈ្មោះបោះឆ្នោតនៅកន្លែងណាក៏បានដែរឧទាហរណ៍ជាក់ស្ដែងខ្ញុំនៅទីក្រុងភ្នំពេញខ្ញុំទៅចុះឈ្មោះនៅខេត្តកណ្ដាលដើម្បីចូលរួមបោះឆ្នោតជាមួយនឹងមណ្ឌលបោះឆ្នោតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននោះអញ្ចឹងខ្ញុំចុះឈ្មោះនៅខេត្តកណ្ដាលខ្ញុំអាចទៅបោះឆ្នោតនៅខេត្តកណ្ដាលដោយសាររឿងនឹងហើយបានធ្វើឲ្យក្រុងភ្នំពេញគឺជាសម្បុករបស់គណៈបកប្រឆាំងនឹងឯងគឺកាលហ្នឹងជាគណៈបកហ៊ុនស៊ិនប៉ិចនិងគណៈបកសំរងស៊ីព្រោះអីព្រោះកម្មករខ្មែរជាច្រើនបានប្រមូលផ្ដុំមកទីក្រុងភ្នំពេញអញ្ចឹងបងប្អូនមានលទ្ធភាពក្នុងការចុះឈ្មោះនៅនឹងកន្លែងដើម្បីចូលរួមបោះឆ្នោតអញ្ចឹងសម្លេងរបស់បងប្អូនជាង100000 150,000នាក់យើងដឹងថាច្រើនហើយសម្លេងនេះភាគច្រើនប្រមូលផ្ដុំទៅដល់គណៈបកប្រឆាំងជាពិសេសគឺលោកសំរងស៊ីនឹងឯងពីព្រោះគាត់គឺជាមេដឹកនាំខ្លាំងណាស់នៃចលនាកម្មកររបស់ខ្មែរយើងចំនួនហ្នឹងយើងដឹងហើយជាមួយនឹងលោកជាវិជានឹងឯងអញ្ចឹងសម្លេងឆ្នោតកើនឡើងយ៉ាងខ្លាំងយ៉ាងគំហុកនៅក្នុងមណ្ឌលក្រុងភ្នំពេញក៏ប៉ុន្តែនៅពេលដែលគណៈបកប្រជាជនឃើញបែបនេះក៏ស្រាប់តែកោជបដូរច្បាប់ដើម្បីបំបែកសម្លេងនេះមិនឲ្យទៅជាសម្បុកសម្លេងទេគឺទៅជាសម្លេងបែកខ្ញែកមានន័យថាឆ្នាំ2003នេះគេចេញច្បាប់ថ្មីឲ្យយើងទៅចុះឈ្មោះតែចុះឈ្មោះបោះឆ្នោតនៅតាមស្រុកកំណើតរបស់ខ្លួនអញ្ចឹងកម្មករដែលមកពីព្រៃវែងមកពីកំពង់ចាមមកពីខេត្តកណ្ដាលមកពីខេត្តតាកែវខេត្តស្វាយរៀងត្រូវតែត្រឡប់ទៅខេត្តដើម្បីចុះឈ្មោះរួចហើយដល់ថ្ងៃបោះឆ្នោតត្រូវតែធ្វើដំណើរទៅបោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួនមិនមានលទ្ធភាពបោះឆ្នោតនៅភ្នំពេញទៀតទេអញ្ចឹងសំលេងដែលប្រមូលផ្ដុំបាន3 4អាសនៈនេះវាបែកទៅតាមខេត្តបានតែ4-5000 10000 វាអត់បានមកអាសនៈណានេះបាទអញ្ចឹងវិធីសាស្ត្រនៃការបំបែកនេះគឺដើម្បីមិនឲ្យសំលេងពួកប្រឆាំងប្រមូលផ្ដុំបានអាហ្នឹងវិធីសាស្ត្រដែលគេប្រើច្បាប់ដើម្បីបំបែកណាវិធីសាស្ត្រយ៉ាងមួយទៀតឆ្នាំ1998នេះដែរតែសង់ទេពវង្សលោកបានប្រកាសថាមិនអោយសង់ចូលរួមបោះឆ្នោតព្រោះលោកប្រកាសថាព្រះសង្ឃត្រូវតែអព្យាក្រឹតពេលនៅអង្គការសិទ្ធិមនុស្សជាច្រើនបានតិទៀនព្រះអង្គថា
ត្រូវតែឲ្យប្រសង់ចូលរួមបោះឆ្នោតប៉ុន្តែសួរថាហេតុអ្វីគេមិនឲ្យប្រសង់បោះឆ្នោតឆ្នាំ1998បើយើងមើលប្រវត្តិសាស្ត្រឡើងវិញបានយើងដឹងថាក្នុងឆ្នាំ1998នេះប្រសង់ភាគច្រើនគ្រប់គ្រងគណៈបកប្រឆាំងភាគច្រើនយើងដឹងហើយក្រោយបោះឆ្នោតនៅពេលដែលផ្ទុះនៃកម្លាំងតវ៉ាប្រសង់ជាច្រើនបានចូលរួមក្នុងការតវ៉ាអំពីការបោះឆ្នោតនេះឯងអញ្ចឹងនៅពេលដែលប្រសង់ដែលជាបកប្រឆាំងច្រើនគេចេញច្បាប់បិណ្ឌឲ្យប្រសង់ទៅបោះឆ្នោតអញ្ចឹងហើយក៏កាត់បន្ថយសម្លេងរបស់ក្រុមប្រឆាំងមួយចំនួនធំទៀតរួចហើយដល់ឆ្នាំ2003ក្នុងចន្លោះពេលពី98ដល់2003នេះលោកហ៊ុនសែនបានប្រើប្រាស់វិធីសាស្ត្រច្រើនណាស់រហូតដល់ដូចជាតែងតាំងលោកដំសនីហ៊ីងប៊ុនហៀងជាទីប្រឹក្សាកម្ពុជារបស់សម្ដេចសង្ឃទេពវង្សអញ្ចឹងគឺបានជ្រៀតចូលទៅក្នុងប្រព័ន្ធសង្ឃជាច្រើនរកវិធីសាស្ត្រគ្រប់បែបយ៉ាងឧទាហរណ៍ដូចជាការដំឡើងយុស័កបនស័កងារសម្ដេចងារនេះងារនោះដើម្បីតាក់ទាញប្រសង់ឲ្យងាកមកគ្រប់គ្រងរដ្ឋាភិបាលលោកហ៊ុនសែនហើយម្យ៉ាងទៀតប្រើប្រាស់ដែលថវិកាដែលលុយរបស់អុកញ៉ានេះដើម្បីសាងសង់វត្តនឹងដើម្បីតាក់ទាញនៃសមាជិករបស់ព្រះសង្ឃអញ្ចឹងហើយព្រះសង្ឃចាប់ដើមប្រែប្រួលឡើងខ្លាំងបដូរជំហរពីគ្រប់គ្រងបកប្រឆាំងភាគច្រើនបែរមកគ្រប់គ្រងគណៈបកប្រជាជនភាគច្រើនវិញនៅឆ្នាំ2003អញ្ចឹងដល់ឃើញស្ថានភាពបែបហ្នឹងគេក៏ចាប់ដើមដូរច្បាប់ថ្មីសម្ដេចសង្ឃទេពវង្សដដែលចេញច្បាប់ឆ្នាំ2003ហ្នឹងប្រកាសថាប្រសង់ត្រូវតែមានសិទ្ធិបោះឆ្នោតអញ្ចឹងគេអស់សំណើគេត្រង់គេសួរថាតាម98មិនអត់បោះហើយ2003បានអត់បោះព្រះអង្គបែរពយល់ថាប្រសង់ក៏ជាពលរដ្ឋដែរអញ្ចឹងឆ្នាំ98ប្រសង់មិនមែនពលរដ្ឋទេអញ្ចឹងពេលខ្លះគឺថាបកស្រាយទៅតាមគំនិតរបស់មេដឹកនាំដំណើរអានេះទី1ទី2ចំណែកទី3មានបញ្ហាចូលឈ្មោះបោះឆ្នោតគេបង្កើតឲ្យមានបញ្ហាច្រើនណាស់ឧទាហរណ៍បញ្ហាអត្តសញ្ញាណប័ណ្ណឬថាអ្នកណាដែលចេញមុខប្រឆាំងខ្លាំងពេកគឺថាគេមានវិធីច្រើនណាស់ទប់ស្កាត់បង្កលក្ខណៈឲ្យតែធ្វើអត្តសញ្ញាណប័ណ្ណនៃក្រុមដែលគ្រប់គ្រងរបស់គណៈបព្វជិជនមានអត្ថប្រយោជន៍អញ្ចឹងហើយក្រុមដែលគណៈបព្វប្រឆាំងណាពិបាកណាស់ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណឬក៏ធ្វើលិខិតសម្គាល់ខ្លួនអីហ្នឹងដើម្បីមានលទ្ធភាពទៅចូលឈ្មោះក្នុងការបោះឆ្នោតហ្នឹងគេបង្កការលំបាកគ្រប់បែបយ៉ាងដើម្បីឲ្យអ្នកនឹងធុញបើតស៊ូនៅតែបានអញ្ចឹងប៉ុន្តែធុញគេធ្វើគ្រប់ឧបសគ្គទៅមកពី3ដងជួនកាលចុះឈ្មោះមិនទាន់បានទៀតត្រូវការទៀមទាស័ក្តិសិទ្ធិនេះស័ក្តិសិទ្ធិនោះហើយដល់ពេលគ្នាគេថាគេយកស័ក្តិសិទ្ធិនៅក្នុងឃុំនឹងតែម្ដងគេថាឲ្យចុះបានភ្លាមអញ្ចឹងហើយខាងគេប្រមូលផ្ដុំបានកម្លាំងខាងនេះកម្លាំងរដ្ឋរាយអញ្ចឹងវាតែបាក់បន្តិចម្ដងហើយក្នុងពេលធ្វើបញ្ជីនេះក៏យើងត្រូវមានការប្រុងប្រយ័ត្នដឹងហើយនៅពេលដែលគាត់ធ្វើបញ្ជីដាក់ឈ្មោះដាក់អីយើងទៅមើលតាមមណ្ឌលបោះឆ្នោតឃើញឈ្មោះរបស់យើងឃើញមណ្ឌលហើយយើងថាឲ្យដល់ថ្ងៃបោះឆ្នោតយើងទៅបោះហើយប៉ុន្តែដល់ថ្ងៃបោះឆ្នោតជួនកាលដល់ដាក់បញ្ជីថ្មីឈ្មោះយើងមិននៅមណ្ឌលនឹងទៀតទេទៅនៅមណ្ឌលមួយទៀតគេមិនលុបឈ្មោះយើងចោលទេព្រោះលុបឈ្មោះយើងចោលយើងតវ៉ាអាចមានបញ្ហាអញ្ចឹងគេដូរមណ្ឌលមួយទៀតហើយយើងដឹងថាពីមណ្ឌលមួយទៅមណ្ឌលមួយជួនកាលឆ្ងាយពីគ្នា4-5 គីឡូម៉ែត្រហើយផ្លូវនៅស្រុកស្រែជនបទវាឆ្ងាយហើយបែកផុកបែកអីទៀតអ្នកទៅរកឈ្មោះមិនឃើញទៀតខ្ជិលអត់បានបោះបាត់សម្លេងទៀតអញ្ចឹងមកកាយឡៃគេលួចតិចចឹងហើយកាលមុនមានអាទម្រង់18នេះទម្រង់នេះបញ្ជាក់អត្តសញ្ញាណរបស់មនុស្សដែលអាចប្រើប្រាស់ក្នុងការបោះឆ្នោតបានអញ្ចឹងហើយគេមានវិធីសាស្ត្រក្នុងការដល់ថ្ងៃបោះឆ្នោតហើយនៅលួចលាក់ចេញអាទម្រង់18ហ្នឹងដើម្បីឲ្យយុវជនមួយចំនួនដែលមិនគ្រប់អាយុហ្នឹងទៅបោះឆ្នោតទៅបោះឆ្នោតជំនួសឈ្មោះអ្នកផ្សេងជួនកាលមុខហ្នឹងប៉ុន្តែឈ្មោះដាក់ឈ្មោះដែលក្នុងបញ្ជីបោះឆ្នោតណាហើយដាក់ឈ្មោះអ្នកផ្សេងហើយទៅបោះម្ដងហើយទៅបោះហើយដល់អញ្ចឹងវាអត់មានអ្នកណាគ្រប់គ្រងឲ្យបានទៀតទេអញ្ចឹងហើយវិធីលួចនេះមិនមែនជាលួចក្នុងទ្រង់ទ្រាយទូទៅធំទេបាទ
គឺថាមានបន្តិចនេះមួយបាន10 20សន្លឹក10 20សន្លឹកតាមការិយាល័យប៉ុន្តែបូកទៅវាច្រើនហើយវិធីមួយទៀតមិនគឺអនុញ្ញាតឲ្យជនអន្តោប្រវេសន៍បរទេសជាពិសេសជនជាតិវៀតណាមនេះនៅកម្ពុជានេះមានអត្តសញ្ញាណប័ណ្ណឲ្យអាចទៅបោះឆ្នោតបានទៀតហើយនេះវាខុសច្បាប់ហ្មងពីព្រោះមានតែសញ្ជាតិខ្មែរទេដែលមានសិទ្ធិក្នុងការបោះឆ្នោតហើយសញ្ជាតិខ្មែរបើសិនជាជនបរទេសចង់បានត្រូវតែមានបរិយាក្រិតរបស់ព្រះមហាក្សត្រក៏ប៉ុន្តែបរិយាក្រិតគឺពួកនេះអត់មានទេមានតែអត្តសញ្ញាណប័ណ្ណដូចឲ្យទៅបោះឆ្នោតអញ្ចឹងមានចំណុចជាច្រើនតិចហ្នឹងហើយដែលខ្ញុំចង់ជម្រាបថាមានវិធីសាស្ត្រច្រើនទៀតដែលមានការសង្ស័យឧទាហរណ៍ដូចថាមានទឹកថ្នាំដែលគេអាចចលក់ទៅអាចលាងជ្រះប៉ុន្តែលើកនេះឥណ្ឌាគេបានជួយថ្នាំទឹកថ្នាំហើយយើងត្រូវទៅជួយពិនិត្យទាំងអស់គ្នាខ្ញុំនឹងជម្រាបថាតើអ្នកសង្កេតការវាមានសារៈសំខាន់យ៉ាងណាដើម្បីយើងទប់ស្កាត់នៃការលួចបន្លំបន្តិចទាំងអស់ហ្នឹងគឺខ្ញុំយល់ថាចលនាសង្គមជាតិគួរតែជាពិសេសបងប្អូនយុវជនយ៉ាងសកម្មនេះនៅតាមការិយាល័យនីមួយត្រូវមានម៉ូតូ5 6គ្រឿងមានទូរស័ព្ទដែលអាចថតបានអីចឹងដើម្បីយើងត្រៀមបើសិនជាឃើញខ្មែរយើងមកបោះឆ្នោតតែរកឈ្មោះមិនឃើញយើងអាចឲ្យគាត់ឈោចាំហើយរួចហើយយើងឲ្យយុវជន2 3នាក់ហ្នឹងទៅតាមមណ្ឌលនីមួយទៅជួយរកឈ្មោះឲ្យគាត់រកឈ្មោះហើយឃើញហើយត្រឡប់មកដឹកគាត់យកទៅបោះអញ្ចឹងដូច្នេះយើងអាចជួយបានច្រើនណាស់ហើយយើងអាចជាក្រុមប្រចាំការដើម្បីទុកថាមានចលនាសង្គ្រោះជាតិណាសមាជិកដែលចង់ទៅបោះជាពិសេសចាស់ដែលចង់បានមួយខែ 40,000 រៀលហើយគាត់ចង់ទៅបោះដែរមិនគាត់ចាស់គាត់ទៅមិនរួចអាចយកម៉ូតូយកអីទៅតាមផ្ទះទៅដឹកគាត់មកបាទហើយខ្ញុំសូមឲ្យមានការជួយឧបត្ថម្ភសាំងជួយឧបត្ថម្ភឲ្យក្មេងៗមកធ្វើការយកសកម្មមកការិយាល័យបាន5 ឬ 10 ម៉ូតូប្រចាំការល្អណាស់ហើយជួយមើលផងបើសិនជាមានជនណាដែលថាផ្លែកជនណាជាជនបរទេសអីមកបោះយើងអាចតវ៉ាប៉ុន្តែយើងតវ៉ារូបខាងក្រៅនៅឆ្ងាយបន្តិចកុំឲ្យចូលដល់ក្នុងការិយាល័យអញ្ចឹងគេនឹងចាប់ប្រកាន់តែយើងឆាឆៅនៅក្នុងការិយាល័យដែលជិតហ្នឹងវាមានទោសអញ្ចឹងហើយយើងនៅខាងក្រៅបន្តិចហើយរួចហើយអ្នកណាក៏មានទូរស័ព្ទដែលមានអាចថតបានអញ្ចឹងហើយយើងមិនឃើញសកម្មភាពអីខុសឆ្គងយើងអាចថតហើយរួចហើយផុសឲ្យតាម Facebook ភ្លាមដើម្បីឲ្យនេះគឺជាផុសតាងដើម្បីថ្ងៃក្រោយយើងអាចតវ៉ាចំពោះលទ្ធផលនៃការបោះឆ្នោតបើសិនការបោះឆ្នោតនោះមានភាពមិនប្រក្រតីជាច្រើនចឹងហើយខ្ញុំថាមានចំណុចច្រើនណាស់សំខាន់បំផុតគឺចលនាយុវជននឹងត្រូវតែនៅនឹងកន្លែងមើលនៅពេលដែលគេចលក់ទឹកដៃហ្នឹងគេចលក់ត្រូវតែមើលឲ្យមានការជូតដៃឲ្យស្អាតដើម្បីចលក់ហើយការចលក់ទឹកខ្មៅនេះដើម្បីបញ្ជាក់ថាมันអាចលាងជ្រះនេះគឺថាអ្នកណាដែលចូលរួមបោះឆ្នោតហ្នឹងសាកទៅផ្ទះលាងដោយគ្រប់វិធីមើលបើលាងជ្រះបានយើងត្រូវតែតវ៉ាភ្លាមបាទអញ្ចឹងយើងត្រូវតែមានវិធីសាស្ត្រច្រើនណាស់ហើយយុវជនត្រូវសកម្មហើយម្នាក់ខ្ញុំថាមិនត្រឹមតែយុវជនទេឲ្យតែម្នាក់នៃចលនាសង្គមជាតិคล้ายទៅជាសកម្មជនក្នុងការត្រួតពិនិត្យគ្រប់បែបយ៉ាងទាំងអស់ហ្នឹងគឺថាការលួចបន្លំនឹងមានកាត់បន្ថយជាអតិបរមាហើយប្រយ័ត្នជាងគេមួយទៀតគឺរឿងស្លឹកឆ្នោតមានជនខ្លះគេមានស្លឹកឆ្នោតរបស់គេគូសគណៈបព្វជិជនហើយគេដកគេលាក់នៅក្នុងអាវហើយគេចូលទៅគេយកស្លឹកមួយស្លឹកទៀតចេញមកចឹងហើយនៅពេលដែលគេបោះអាស្លឹកដែរមានគូសគណៈបព្វជិជននេះហើយគេយកអាស្លឹកដែរដែលនៅទំនេរនេះយកទៅក្រៅស្លឹកទំនេរនេះយកទៅក្រៅបើបង្ហាញគេថាស្លឹកទំនេរនេះឲ្យគេបានលុយអានេះដូចវិធីសាស្ត្រនៃការលួចហើយវិធីសាស្ត្រនេះនៅថៃមានច្រើនណាស់គឺលួចរបៀបហ្នឹងគឺថាអ្នកដែលកាន់ស្លឹកឆ្នោតចូលបានគូសហើយស្រេចហើយទៅវិញយកអាស្លឹកឆ្នោតទំនេរឲ្យគេឲ្យលុយអញ្ចឹងសម្រាប់ស្លឹកឆ្នោតទំនេរគេបន្តគូសទៀតហើយឲ្យអ្នកផ្សេងទៅបោះយ៉ាងទៀតអញ្ចឹងបោះឆ្នោតមើលទៅដូចជាមានការសម្ងាត់តែមានការជួញដូរតាមវិធីសាស្ត្រដែលប្លែកទាំងអស់ហ្នឹងហើយអញ្ចឹងស៊ីសងតែយើងគ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់អញ្ចឹងយើងអាចធ្វើឲ្យការកាត់បន្ថយជាអតិបរមានៃការលួចបន្លំហើយកុំឲ្យគេហៅថារឿងណាដែលកើតឡើងដែលគ្មានផុសតាងនោះលើកនេះត្រូវតែមានផុសតាងបានជាដាច់ខាតឧទាហរណ៍ឈ្មោះថ្ងៃហ្នឹងឃើញឈ្មោះខុសយើងទៅថតឈ្មោះនឹងទុកទៀតថ្ងៃដែលខ្ញុំទៅមើលឈ្មោះនឹងអញ្ចេះឥឡូវមកនឹងឈ្មោះនឹងអញ្ចេះ
ហើយថ្ងៃខ្ញុំទៅមើលបណ្ដុលហ្នឹងគឺឈ្មោះនឹងនៅបណ្ដុលហ្នឹងដល់ថ្ងៃបោះឆ្នោតដាក់ខ្ញុំទៅបណ្ដុលផ្សេងចិត្តសិតតែវិធីទឹកចរិតគេធ្វើបន្តិចតិចទេអត់ច្រើនទេប៉ុន្តែបូកសរុប 16000 ការិយាល័យគុណជាមួយនឹង50យើងដឹងហើយ500000 600000 700000 1លានហើយដែលថាបញ្ជីបោះឆ្នោតដែលមានបញ្ហាទៀតបូកផ្សំមករាប់លានបាទមិនលេងទេអញ្ចឹងខ្ញុំថាកាត់បន្ថយជាអតិបរមាតាមការិយាល័យមិនឲ្យលួចបានលើសពី2-3សម្លេងទេអាហ្នឹងប្រហែលជាបូកសរុបទូទាំងប្រទេសយើងមានលទ្ធភាពក្នុងការដណ្ដើមជ័យជំនះចឹងត្រូវតែបើកភ្នែកធំហើយសូមអំពាវនាវឲ្យខ្មែរយើងនៅបរទេសទាំងអស់ខិតខំចំណាយពេលដើម្បីអញ្ជើញទៅធ្វើជាអ្នកសង្កេតការពីព្រោះខ្លាចគេទិញទឹកចិត្តរបស់អ្នកជាពិសេសនៅតំបន់ចុងកាត់មាត់ញោចឆ្ងាយអស់លោកកុំទៅតែនៅចិត្តខេត្តក្រុងអត់ទេទៅឆ្ងាយមណ្ឌលណាឆ្ងាយដែលទៅមិនដល់ហ្នឹងទៅឈោមមើលពីព្រោះមណ្ឌលហ្នឹងហើយងាយនឹងលួចជាងគេបើកន្លែងណាគេមានលទ្ធភាពលួចគេលួចឲ្យបានច្រើនកន្លែងណាគេមិនមានលទ្ធភាពលួចគេមិនលួចតែហ្មងណាចឹងហើយគេធ្វើឲ្យឃើញចឹងខ្ញុំថាត្រូវតែមានអ្នកដែលតាមសង្កេតការណ៍ហ្នឹងទៅដល់តំបន់ឆ្ងាយចុងកាត់មាត់ញោកទាំងអស់ធ្វើយ៉ាងណាឲ្យធានាតែម្យ៉ាងគឺការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌ហើយមានតម្លាភាពអានឹងជាជោគជ័យរបស់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាហើយបាទខ្ញុំថ្ងៃនេះសូមអរគុណហើយហាក់ដូចជាវែងបន្តិចក៏សូមមេត្តាអភ័យទោសហើយសូមអរគុណហើយនឹងជួបគ្នានៅពេលក្រោយទៀតសូមជម្រាបលាបាទ